សួស្តីអ្នកនរគ្នាឥឡូវគឺជា vlog នៅផ្ទះរបស់ខ្ញុំបាទអឺយើងអត់មានអីធ្វើទេថ្ងៃនេះគឺ trade កំពុងតែមើលទីផ្សារមាសនេះបាទមាសវាមិនដឹងកើតស្អីទេនៅសុកគឺធ្លាក់បឹងយកតែម្ដងហើយជាមានព័ត៌មានអីមួយហើយឥឡូវខ្ញុំបានចូលមួយ position ហើយបងប្អូននេះចូលចោលទៅបាទ 0.01 ហ្នឹងដោយសារខ្ញុំគិតថាផ្សារវាឡើងទេប៉ុន្តែនេះវាចុះមកផ្ដាច់ sweep liquidity ហើយបានវាឡើងទៅវិញតែបើវា CSL យើងក៏មិនដឹងថ្មីទេព្រោះយើងអាចវិភាគផ្សារត្រូវ 100% អីទេបងប្អូនហើយបងប្អូនមកជាឆ្ងល់តែខ្ញុំបាំងអាពីលើហ្នឹងតែដោយសារផ្ទះខ្ញុំនេះខាងលើគេបាំងអាស័យបាទក្តៅមែនតើបើយើងអត់បាំងអញ្ចឹងទេបាទនោះកន្លែងតុកខ្ញុំអង្គុយបើយើងអត់បាំងអញ្ចឹងទេវាក្តៅខ្លាំងមែនតើបាទពេលថ្ងៃខ្ញុំយកទឹកបាញ់ទៅអាពីលើអាហ្នឹងទៅដើម្បីឲ្យវាត្រជាក់នេះបាទផ្ទះខ្ញុំគឺសិតតែសង្កសីឡើងចាំមើលតិចទៀតដឹងតែក្តៅខ្លាំងមកឥឡូវទៅម៉ោង8ម៉ោង8វាអត់ទាន់ក្តៅខ្លាំងទេហើយជាម៉ោង12អីទៅចាប់ដើមក្តៅខ្លាំងតែហ្មងបាទហើយចាំមើលទេសភាពមុខផ្ទះខ្ញុំនេះបាទគឺទេសភាពមុខផ្ទះហើយនេះគឺផ្ទះចាស់របស់ខ្ញុំហើយនោះគឺជាផ្ទះបងស្រីរបស់ខ្ញុំបាទឥឡូវយើងមកមើលផ្សារយើងវិញបាទគឺវាអត់ឡើងទៅវិញទេបាទវាធ្លាក់ចុះទៀត CSL អស់មួយបាត់ទៅហើយបាទឥឡូវខ្ញុំទាញ SL ដាក់សិនបាទមើលទៅដូចកើតទេតែអត់ដាក់ SL គឺដាច់ count បាត់ហើយនេះបាទកំពុងតែខាតស្គមតែវាឡើងទៅលើវិញចុះអញ្ចឹងថ្ងៃនេះវីដេអូមានតែប៉ុណ្្នឹងទេអត់មានអីច្រើនទេបាយបាយ